គូប្រកួតសងសឹករវាងស្ដេចបណ្ដាលហ្វីលីពីនលោក Manny Pacquiao ជាមួយនឹងស្ដេចបណ្ដាលអាមេរិកលោក Floyd Mayweather គឺត្រូវបានប្រកាសដាក់ឲ្យពន្យាពេលតាំងពីដើមឆ្នាំ2026គឺខែកុម្ភៈហ្នឹងការប្រកួតនេះត្រូវបានប្រកាសជាផ្លូវការដោយនឹងមានសង្វៀននៅក្នុង The Sphere នៃទីក្រុង Las Vegas ដែលវាបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅកាន់ពិភពលោកទាំងមូលតែម្ដងរំលឹកកាលពីថ្ងៃទី2ខែឧសភាឆ្នាំ2015 Pacquiao និង Floyd បានប៉ះគ្នាជាលើកដំបូងហើយការប្រកួតនោះត្រូវបានគេឲ្យឈ្មោះថាការប្រកួតប្រចាំសតវត្សព្រោះថាពេលនោះលោក Pacquiao គឺជាម្ចាស់ខ្សែក្រវ៉ាត់8ប្រភេទទម្ងន់ផ្សេងគ្នារីឯលោក Floyd វិញគឺមិនដែលចាញ់សូម្បីតែម្ដងនៅក្នុងការប្រកួតជាអាជីពរបស់គាត់ក្រោយពីការប្រកួតចំនួន12ទឹកលោក Floyd ត្រូវបានឈ្នះទៅលើលោក Pacquiao ដោយពិន្ទុហើយវាក៏បានបង្កជារឿងមិនពេញចិត្តជាខ្លាំងសម្រាប់អ្នកទស្សនានិងអ្នកគាំទ្រទូទាំងពិភពលោកដោយពួកគេមើលឃើញថាលោក Floyd ហាក់មិនស័ក្តិសមក្នុងការយកជ័យជំនះទៅលើប្រកួតមួយនេះឡើយយ៉ាងណាមិញក្រោយការប្រកួតកាលពីឆ្នាំ2015នេះចប់ទៅកីឡាករទាំងពីរហាក់មិនមានដំណឹងអ្វីទាក់ទងនឹងការប្រកួតសងសឹកឡើយទោះបីជាទស្សនិកជនរាប់លាននាក់ចង់ឲ្យវាកើតឡើងខ្លាំងប៉ុណ្ណាក៏ដោយហើយអ្វីដែលកាន់តែនឹកស្មានមិនដល់ទីនោះគឺលោក Floyd បានប្រកាសចូលនិវត្តន៍4ខែក្រោយការប្រកួតគឺនៅខែកញ្ញាខណៈលោក Pacquiao គឺបានប្រកាសចូលនិវត្តន៍នៅដើមឆ្នាំ2021រហូតមកដល់ឆ្នាំ2026នេះគឺកាលពីដើមឆ្នាំខែកុម្ភៈហ្នឹងកីឡាករទាំងពីរបានបញ្ឆេទគំនុំចាស់កាលពី11ឆ្នាំមុននិងយល់ព្រមប្រកួតសងសឹកគឺការប្រកួតជាលើកទី2ក្រោមការរៀបចំរបស់ CEO Marketing របស់ Pacquiao ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយនោះគឺលោក Floyd បានជាប់ពាក់ព័ន្ធនឹងរឿងក្តីជាច្រើនដែលពុំអាចអនុញ្ញាតឲ្យគាត់ចូលរួមប្រកួតជាមួយនឹងលោក Pacquiao បានឡើយដំបូងការប្រកួតនេះនឹងកើតឡើងនៅខែវិច្ឆិកាឆ្នាំ2026នេះប៉ុន្តែឥឡូវគេបានដាក់ពន្យាពេលដោយគេប្រើពាក្យថា postpone indefinitely ឬក៏យើងអាចបកថាពន្យាពេលដោយមិនកំណត់ពេលវេលាជាក់ស្ដែងណាមួយនៅឡើយនោះទេហើយសម្រាប់ព័ត៌មានក្រៅផ្លូវការមួយចំនួនគេបានបញ្ជាក់ថាការប្រកួតនេះនឹងពន្យាពេលទៅដល់ឆ្នាំ2027ប៉ុន្តែយើងក៏មិនដឹងយ៉ាងណាដែរមានតែចាំមើលនោះទេហើយបើសិនជាការប្រកួតនេះកើតឡើងមែនសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំសប្បាយចិត្តមែនទែនគឺចង់មើល idol ទាំងពីរហ្មងជាពិសេសគឺ Manny Pacquiao ខាងឃើញគាត់បាយយូរហើយចំណែកការប្រកួតកាលពីឆ្នាំ2015ហាក់មើលទៅមិនពេញភ្នែកមិនពេញដៃសម្រាប់គាត់មិនទេអញ្ចឹងមានតែចាំមើលថានឹងមានអ្វីអាប់ដេតបន្តទៀតសម្រាប់អ្នកមើលនៅក្នុង Facebook កុំភ្លេច like page ខ្ញុំអ្នកមួយផងហើយសម្រាប់អ្នកមើលនៅ TikTok ឬក៏ YouTube អី subscribe follow page ខ្ញុំអ្នកមួយផងវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរចាំជួបគ្នាវីដេអូក្រោយទៀតបាយបាយ